នៅភូមិតូចមួយមានមាន់មួយឈ្មោះគឺមីលានិងទាមួយឈ្មោះតារាមីលាជាមាន់ឆ្លាតនិងខិតខំរកអាហារខណៈដែលតារាជាទាដែលចូលចិត្តហែលទឹកនិងលេងសប្បាយថ្ងៃមួយមីលាបានឃើញតារាកំពុងលេងទឹកនៅស្រះមីលាសួរថាហេតុអ្វីអ្នកមិនមករកអាហារដូចខ្ញុំតារាឆ្លើយថាខ្ញុំសប្បាយក្នុងទឹកណាស់ប៉ុន្តែខ្ញុំក៏ចង់មានមិត្តដូចអ្នកដែរពីថ្ងៃនោះទៅពួកគេក្លាយជាមិត្តល្អថ្ងៃមួយមីលាបានអញ្ជើញតារាមករកអាហារនៅលើដីប៉ុន្តែតារាមិនសូវចេះរកអាហារដូចមាន់ទេហើយវាក៏អស់កម្លាំងឆាប់តារានិយាយថាវាលំបាកណាស់ខ្ញុំធ្វើមិនបានទេមីលាខឹងបន្តិចហើយនិយាយថាហេតុអ្វីអ្នកមិនខិតខំដូចខ្ញុំតារាអារម្មណ៍សោកស្ដាយហើយត្រឡប់ទៅស្រះវិញថ្ងៃបន្ទាប់មីលាទៅលេងទឹកជាមួយតារាតែបញ្ហាគឺមីលាមិនចេះហែលទឹកទេហើយវាចាប់ផ្ដើមភ័យខ្លាចតារាបានជួយវានិងនិយាយថាមើលទៅវាមិនងាយស្រួលទេមែនទេមីលាបានយល់ភ្លាមហើយនិយាយថាខ្ញុំសុំទោសខ្ញុំមិនគួរខឹងអ្នកឡើយពួកគេចាប់ផ្ដើមយល់ចិត្តគ្នាវិញបន្ទាប់ពីនោះមីលានិងតារាបានសហការគ្នាមីលាជួយតារារកអាហារលើដីតារាជួយមីលាហែលទឹកនិងស្វែងរកអាហារនៅក្នុងទឹកពួកគេរស់នៅយ៉ាងសុខសាន្តនិងជាមិត្តល្អជានិច្ច